បាទអនុញ្ញាតជ្រាបសួរមិត្តភក្តិទាំងអស់គ្នាបាទថ្ងៃនេះគឺសូមបង្ហាញពីការវះខ្លាញ់ថ្លែនដែលយើងវះថ្លែនដែលស្រស់ដែលយើងយកទៅដាក់ក្លាសេដើម្បីឲ្យបានច្រើនហើយយើងវះម្ដងដើម្បីយកខ្លាញ់វាមិត្តភក្តិទាំងអស់គ្នាហើយខ្លាញ់វាគឺមានក្នុងខែ8ដល់ខែ12ឬខែ11ហ្នឹងគឺអស់ហើយអញ្ចឹងគឺក្នុងមួយឆ្នាំវាមានតែខែប៉ុណ្ណឹងទេដែលយើងរកបានហើយវាមានខ្លាញ់មិនមែនថាខ្លែង10មានខ្លាញ់ទាំង10ទេគឺវាមានខ្លាញ់ខ្លះក៏ច្រើនខ្លះក៏តិចខ្លះក៏អត់មានចឹងដែរដោយសារវានឹងហៅរបស់ធម្មជាតិគឺវាអញ្ចឹងវាអត់មានខ្លាញ់ស្មើភាពគ្នាទេបាទហើយសម្រាប់ប្រសិទ្ធភាពនៃខ្លាញ់នេះគឺល្អមែនទែនមិត្តភក្តិអ្នកគ្នាគឺប្រសិទ្ធភាពវាគឺបានដល់ទៅ 90% ឬគុំ 100% នោះគឺប្រសិទ្ធភាពវាចាប់ពី3ទៅ4ថ្ងៃឬក៏មួយអាទិត្យហ្នឹងគឺប្រសិទ្ធភាពតែម្ដងគឺលឿនតែម្ដងណាពេលបានផលហើយក៏វាបានផលយូរមិនងាយនឹងស្រកតូចមកវិញទេគឺវាបានផលយូរល្អណាស់ហើយប្រើទៅមិនភ័យប៉ះពាល់បញ្ហាលើសុខភាពទាំងម្លងពេលប្រើរហូតដល់អនាគតទៅទៀតអញ្ចឹងគឺវាមានទៅក្តៅកាហាយខ្ទួរមាស់រលាករលាត់ឬក៏បញ្ហាផ្សេងដែលយើងជួបប្រទះទេគឺវាល្អមែនទែនសម្រាប់ខ្លាញ់ធម្មជាតិណាបាទអានេះជាខ្លាញ់ធម្មជាតិ 100% ដែលយើងធ្វើខ្លួនឯងរកដោយខ្លួនឯងចម្រាញ់ដោយខ្លួនឯងហើយសម្រាប់ខ្លាញ់គឺមានពីរប្រភេទគឺខ្លាញ់សុទ្ធនិងខ្លាញ់សុទ្ធលេខ1សុទ្ធបើកំសិនចង់បានអាចទំនាក់ទំនងបានបាទអរគុណ